នៅក្នុងយុគសម័យនគរទាំង3វីរបុរសបានប្រមូលផ្ដុំគ្នាដើម្បីប្រកួតប្រជែងដណ្ដើមទឹកដីហើយអ្នកមានទេពកោសល្យជាច្រើនបានលេចរូបរាងឡើងក្នុងចំណោមអិសរាជជនល្បីល្បាញទាំងនោះមានស៊ឺម៉ាហ៊ុយដែលជាមនុស្សពិសេសជាងគេគាត់មានទាំងចំណេះដឹងនិងពោពេញដោយទេពកោសល្យស្ទាត់ជំនាញក្បួនសឹកចេះស្ទាត់គម្ពីរបុរាណផ្សេងដូចជាសភៅបុរាណខុងជឺឡាវជឺគាត់គឺជាអ្នកប្រាជ្ញដ៏ល្បាញល្បីនៅជីងជើដែលមានកូនសិស្សជាច្រើនដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញដូចជាជូកលៀងផានថងស៊ីស៊ូឆឹងអ៊ីនិងអ្នកផ្សេងទៀតតែទោះបីជាគាត់មានសមត្ថភាពខ្លាំងក្លាប៉ុណ្ណាក៏ដោយគាត់មិនប្រាថ្នាបុណ្យស័ក្តិទ្រព្យសម្បត្តិកិត្តិយសសុខចិត្តរស់នៅស្ងប់ស្ងាត់ទោះបីជាគាត់រស់នៅស្ងប់ស្ងាត់យ៉ាងណាក៏ដោយតែកេរ្តិ៍ឈ្មោះរបស់គាត់បានសាយភាយយ៉ាងទូលំទូលាយទូទាំងនគរហើយត្រូវបានគេកត់ត្រាចូលក្នុងប្រវត្តិសាស្ត្រស៊ឺម៉ាហ៊ុយជាអ្នកប្រាជ្ញដ៏អស្ចារ្យមានទេពកោសល្យពីធម្មជាតិប៉ុន្តែគាត់មិនបានធ្វើជាមន្ត្រីទេក្នុងមួយជីវិតរបស់គាត់ពេញចិត្តនឹងរស់នៅព្រៃភ្នំហើយចំណេះដឹងរបស់គាត់មិនបានប្រើនេះគឺរឿងមួយគួរឲ្យសោកស្ដាយខ្លាំងណាស់ប្រសិនបើស៊ឺម៉ាហ៊ុយអាចក្លាយជាមន្ត្រីគាត់ប្រហែលជាអាចសម្រេចនូវកិច្ចការដ៏អស្ចារ្យទោះបីគាត់មិនអាចគ្រប់គ្រងខ្យល់និងភ្លៀងតែគាត់អាចបង្ហាញសមត្ថភាពរបស់គាត់ដោយភាពប៉ិនប្រសប់តើហេតុអ្វីបានជាស៊ឺម៉ាហ៊ុយជ្រើសរើសរស់នៅដោយភាពស្ងប់ស្ងាត់ស៊ឺម៉ាហ៊ុយមានឈ្មោះគួរសមហៅថាតេឆាវគាត់មិនដឹងថាកើតនៅឆ្នាំណាទេប៉ុន្តែទទួលមរណភាពនៅឆ្នាំ208នៃគ្រិស្តសករាជគាត់កើតនៅក្រុងយ៉ាងសៃខេត្តអ៊ីឈွန်អ្នកខ្លះហៅគាត់ថាស៊ួយជីងដែលប្រែថាកញ្ចក់ទឹកវាមានន័យថាថ្លាដូចទឹកភ្លឺដូចកញ្ចក់ហើយអាចយល់ដឹងពីចិត្តមនុស្សនិងមើលធ្លុះទេពកោសល្យគាត់ជាមនុស្សចិត្តល្អមិនដែលនិយាយអាក្រក់ពីអ្នកដទៃដូច្នេះមនុស្សគ្រប់គ្នាបានហៅគាត់ថាលោកល្អឬស៊ឺម៉ាតេឆាវស៊ឺម៉ាហ៊ុយមិនដែលនិយាយចំណុចខ្វះខាតរបស់អ្នកដទៃទេពេលនិយាយជាមួយអ្នកដទៃគាត់មិនដែលសួរពីការចូលចិត្តឬមិនចូលចិត្តរបស់អ្នកដទៃឡើយហើយតែងតែនិយាយរឿងល្អនៅពេលមួយមានអ្នកភូមិម្នាក់ធ្លាប់និយាយជំរាបសួរគាត់ហើយគាត់បានឆ្លើយថាមិនអីទេមានពេលមួយទៀតមានបុរសម្នាក់បានប្រាប់គាត់ថាកូនខ្ញុំបានស្លាប់ហើយគាត់បាច់ជាឆ្លើយថាល្អពេលនោះប្រពន្ធរបស់គាត់ខឹងក៏ទ្រាំលែងបានហើយក៏និយាយថាគេប្រាប់ថាកូនរបស់គេបានទទួលមរណភាពហើយចាត់ទុកអ្នកជាអ្នកចាស់ទុំនៅក្នុងភូមិហេតុអ្វីបានជាអ្នកឆ្លើយថាល្អទៅវិញតែស៊ឺម៉ាហ៊ុយបាច់ជាតបនឹងប្រពន្ធគាត់ថាអ្វីដែលអ្នកទើបតែនិយាយក៏ល្អដែរធ្វើឲ្យប្រពន្ធរបស់គាត់ខឹងខ្លាំងរហូតដល់លែងខឹងហើយក៏និយាយថាមិនអីទេដូច្នេះស៊ឺម៉ាហ៊ុយបានទទួលរហស្សនាមថាលោកល្អយើងប្រហែលជាគិតថាបុរសដែលសភាពបែបនេះប្រហែលកើតមកដើម្បីតែបរាជ័យប៉ុណ្ណោះប៉ុន្តែការគិតបែបនេះគឺខុសទាំងស្រុងក្នុងសម័យនគរទាំង3អ្នកណាដែលមានឈ្មោះថាស៊ឺម៉ាជាទូទៅគឺជាអ្នកមានអំណាចខ្លាំងបំផុតថ្ងៃមួយមានអ្នកភូមិម្នាក់បានបាត់ជ្រូកមួយក្បាលហើយនិយាយថាជ្រូករបស់ស៊ឺម៉ាហ៊ុយជាជ្រូករបស់គាត់ស៊ឺម៉ាហ៊ុយបានឲ្យជ្រូកនោះទៅបុរសម្នាក់នោះប៉ុន្មានថ្ងៃក្រោយមកបុរសម្នាក់នោះបានរកឃើញជ្រូករបស់គាត់ដែលបាត់ពីមុនហើយបានប្រញាប់ប្រញាល់យកជ្រូករបស់ស៊ឺម៉ាហ៊ុយទៅសងគាត់វិញបុរសម្នាក់នោះបានបន្ទោសខ្លួនឯងជាខ្លាំងស៊ឺម៉ាហ៊ុយបែរជាមិនបានបន្ទោសគាត់ទេប៉ុន្តែអរគុណគាត់ដែលយកជ្រូកមកសងវិញនៅពេលដែលស៊ឺម៉ាហ៊ុយនៅជីងជើគាត់មានភាពលយល្បាញដូចសុងចុងដែលជាអ្នកប្រាជ្ញដ៏អស្ចារ្យនៅចុងរាជវង្សហានគាត់បានរាប់អានជាមួយផានទេកុងហួងឈិនយាននិងអ្នកផ្សេងទៀតដែលល្បីល្បាញនៅជីងជើហើយគាត់ក៏មានទំនាក់ទំនងជាមួយយុវជនមួយចំនួនហើយយុវជនទាំងនោះបានសុំការណែនាំនឹងទុកគាត់ជាគ្រូមានដូចជាស៊ីយៀនស៊ឺឬយើងស្គាល់ថាស៊ីស៊ូឈួយជូភីងម៉ងកុងអ៊ុយស៊ឺកនយៀននិងអ្នកផ្សេងទៀតអាចនិយាយបានថាគាត់រាប់អានពួកគេអស់រយៈពេលជាច្រើនឆ្នាំក្នុងចំណោមមនុស្សទាំងនោះស៊ឺម៉ាហ៊ុយបានចូលចិត្តជូកលៀងនិងផានថងជាពិសេសហើយជាចង្ញាប់បានបង្រៀនពួកគេអំពីកិច្ចការគ្រប់គ្រងនគរក្រោយមកមានមនុស្សទៅប្រាប់លីវពីវថាស៊ឺម៉ាហ៊ុយគឺជាមនុស្សអស្ចារ្យពេលនោះលីវពីវបានទៅសួរសុខទុក្ខស៊ឺម៉ាហ៊ុយដោយផ្ទាល់ ព
ប៉ុន្តែស៊ឺម៉ាហ៊ុយដឹងថាលីវពីវជាមនុស្សគ្មានសមត្ថភាពចិត្តជំនឿចង្អល់ទើបគាត់មិនបាននិយាយអំពីកិច្ចការនគរជាមួយលីវពីវឡើយធ្វើឲ្យលីវពីវខកចិត្តនិងមានអារម្មណ៍ថាស៊ឺម៉ាហ៊ុយគ្រាន់តែជាមនុស្សធម្មតាហើយមិនមានអ្វីអស្ចារ្យនោះទេអ្នកប្រាជ្ញជាច្រើននៅពេលនោះចង់ពឹងផ្អែកលើទេពកោសល្យនិងចំណេះដឹងរបស់ពួកគេដើម្បីចូលប្រឡូកក្នុងអាជីពផ្លូវការដើម្បីទទួលបានកិត្តិនាមនិងទ្រព្យសម្បត្តិប៉ុន្តែស៊ឺម៉ាហ៊ុយមិនមានឆន្ទៈក្នុងការស្វែងរករបស់ទាំងអស់នោះទេយើងមកដឹងពីពេលដែលផានថុងទៅសុំការណែនាំពីស៊ឺម៉ាហ៊ុយនៅពេលមួយផានថុងដែលទើបមានអាយុ18ឆ្នាំបានឮថាស៊ឺម៉ាហ៊ុយរស់នៅអ៊ីងឈွန်ជាមនុស្សមានទេពកោសល្យកម្រជួបហើយគាត់បានធ្វើដំណើររាប់ពាន់យោជន៍ដើម្បីទៅជួបស៊ឺម៉ាហ៊ុយនៅពេលដែលគាត់ទៅដល់អ៊ីងឈွန်គាត់បានឃើញថាស៊ឺម៉ាហ៊ុយឡើងលើដើមឈើដូចជាស្វាកំពុងបេះស្លឹកម្រុំផានថុងអង្គុយក្នុងរទេះហើយនិយាយថាខ្ញុំឮថាមនុស្សមានទេពកោសល្យនិងសមត្ថភាពគួរតែធ្វើជាមន្ត្រីជាន់ខ្ពស់ឬថកែធំតែលោកបែរជាត្បាញសូត្រដូចជាមនុស្សស្រីទៅវិញស៊ឺម៉ាហ៊ុយបានតបថាអ្នកដើរលើផ្លូវបានយ៉ាងលឿននៅលើផ្លូវដែលអ្នកបានស្គាល់ទើបអ្នកមិនបារម្ភពីការវង្វេងការពីអតីតកាលសម្ដេចប៉ឈឹងចូលចិត្តធ្វើស្រែចម្ការជាជាងច្រណែននឹងព្រះអម្ចាស់យានសៀនចូលចិត្តរស់នៅក្នុងផ្ទះសាមញ្ញមិនចូលចិត្តផ្ទះប្រណិតនិងមិនចូលចិត្តសេះល្អដែលត្រូវការអ្នកមើលថែរាប់សិបនាក់បើធ្វើជាមន្ត្រីធំហើយមិនធ្វើខ្លួនសាមញ្ញជៀសមិនរួចពីអំពើពុករលួយទេមូលហេតុដែលអ្នកប្រាជ្ញប៉អ៊ីនិងស៊ូឈីដកដង្ហើមធំមិនគោរពស្ដេចឈីឈីងកុងទោះបីជាទ្រង់មានរទេះដ៏អស្ចារ្យនិងអង្គរៈជុំវិញខ្លួនហើយសម្បូរដោយស្រីស្អាតអោបឆ្វេងស្ដាំក៏ដោយក៏មិនបានធ្វើឲ្យមនុស្សគោរពនិងកោតសរសើរគាត់ដែរមនុស្សមានអំណាចនិងទ្រព្យសម្បត្តិមិនសមនឹងគោរពឬយើងទៅចំណែនទេតែមនុស្សដែលយើងគួរគោរពគឺជាមនុស្សដែលមានសីលធម៌និងគុណធម៌ផានថុងបានតបវិញថាខ្ញុំកើតនៅតំបន់ដាច់ស្រយាលហើយគម្របានឃើញការពិតបើអ្នកមិនគួរកណ្ដឹងនឹងស្គរខ្លាំងអ្នកមិនស្គាល់សំឡេងរបស់វាផានថុងយល់ថាអ្នកមានទេពកោសល្យគួរទៅស្វែងរកឱកាសដើម្បីបញ្ជាក់សមត្ថភាពរបស់ខ្លួនឯងនិងអនុវត្តវាឲ្យបានល្អក្រោយមកផានថុងបានទុកស៊ឺម៉ាហ៊ុយជាគ្រូហើយនិយាយគ្នាទាំងយប់ទាំងថ្ងៃស៊ឺម៉ាហ៊ុយបានសរសើរផានថុងយ៉ាងខ្លាំងថាជាអ្នកដែលមានចំណេះដឹងជ្រៅជ្រះនិងមានភាពឆ្លាតវៃស៊ឺម៉ាហ៊ុយតែងតែប្រាប់មនុស្សថាជូកលៀងគឺជាអ្នកដេកហើយផានថុងគឺជាកូនហង្សពួកគេទាំងពីរសុទ្ធតែជាមនុស្សមានទេពកោសល្យដ៏អស្ចារ្យយើងទាំងអស់គ្នាដឹងហើយថាជូកលៀងជាមនុស្សមានមហិច្ឆតាខ្ពស់ដោយគួនចុងនិងយាអ៊ីនៅទីបំផុតលីវប៉ៃបានទៅលេងផ្ទះស្បូវចំនួន3ដងបន្ទាប់មកជូកលៀងបានលះបង់ខ្លួនដើម្បីក្តីស្រមៃរហូតដល់ចុងបញ្ចប់នៃជីវិតរបស់គាត់បានរួមចំណែកយ៉ាងធំធេងក្នុងការជួយលីវប៉ៃបង្កើតនគរស៊ូហានគឺជានគរមួយក្នុងចំណោមនគរទាំង3ហើយបានសម្រេចនូវព្រឹត្តិការណ៍ដ៏អស្ចារ្យជាច្រើនចំណែកឯផានថុងក៏បានផ្ដល់យុទ្ធសាស្ត្រដល់លីវប៉ៃនៅពេលដែលគាត់ចាប់ជោគស៊ីឈွန်នៅយុទ្ធសាស្ត្រ3កណ្ដាលទាបនិងខ្ពស់ហើយទីបំផុតលីវប៉ៃបានទទួលយកយុទ្ធសាស្ត្រកណ្ដាលពេលវាលោកស្រុកផានថុងបានដឹកនាំកងទ័ពវាប្រហារក្រុងតែជាអកុសលគាត់បានស្លាប់នៅយុទ្ធសាស្ត្រកណ្ដាលរបស់គាត់តែចំណែកឯស៊ឺម៉ាហ៊ុយគាត់រស់ក្នុងឆន្ទៈរបស់គាត់ទោះបីជារស់នៅដោយភាពស្ងប់ស្ងាត់តែមើលទៅវាអស្ចារ្យនិងពិសេសបំផុតគាត់គឺជាបុរសដែលរៀនពូកែមានចំណេះដឹងច្រើនតែរឿងដែលគួរឲ្យសោកស្ដាយគឺទេពកោសល្យរបស់គាត់មិនត្រូវបានយកទៅប្រើអស់មួយជីវិតហើយត្រូវបានបាត់បង់ដោយភាពមិនច្បាស់លាស់ស៊ឺម៉ាហ៊ុយមានទេពកោសល្យនិងចំណេះដឹងខ្លាំងបែបនេះហេតុអ្វីបានជាគាត់សុខចិត្តរស់នៅដោយភាពស្ងប់ស្ងាត់ខ្ញុំគិតថាទី1ស៊ឺម៉ាហ៊ុយបានឃើញស្ថានភាពនៅពេលនោះមេទ័ពត្រូវបែកបាក់គ្នាហើយវីរបុរសបានប្រកួតប្រជែងដណ្ដើមអំណាចសង្គ្រាមកើតឡើងជាញឹកញាប់វាជាការប្រសើរក្នុងការរស់នៅដោយភាពស្ងប់ស្ងាត់ទី2អ្នកដែលគាត់បានផ្ដល់យោបល់និងបង្រៀនមានច្រើនវាជាការល្អប្រសើរក្នុងការផ្ដល់ឱកាសឲ្យអ្នកដទៃដូចជាជូកលៀងផានថុងស៊ីស៊ូនិងអ្នកផ្សេងទៀត
មនុស្សម្នាក់ៗសិតតែមានមហិច្ឆតារៀងៗខ្លួនមិនថាពួកគេធ្វើជាមន្ត្រីកវ័យអ្នករស់ស៊ីឬចូលចិត្តរស់នៅដោយភាពស្ងប់ស្ងាត់ដោយគាត់ក៏ដោយនេះជាជីវិតដែលពួកគេប្រាថ្នាវានឹងនាំមកសុភមង្គលពិតប្រាកដទោះបីជារបៀបរស់នៅខុសគ្នាក៏ដោយក៏ពួកគេសុទ្ធតែមានភាពរុងរឿងរៀងៗខ្លួនស៊ឺម៉ាហ៊ុយគឺជាមនុស្សមិនស្វែងរកគេឈ្មោះទ្រព្យសម្បត្តិប៉ុន្តែសុខចិត្តប្រើខ្លួនឯងជាចិន្តាឲ្យយុវជនបោះជំហានទៅមុខភាពជោគជ័យនិងកិត្តិនាមគឺជារបស់អ្នកហើយសន្តិភាពនិងភាពស្ងប់ស្ងាត់ជារបស់ខ្ញុំបេសកកម្មរបស់ខ្ញុំគឺស្វែងរកមនុស្សមានទេពកោសល្យអ្នកមានទេពកោសល្យខ្ញុំនឹងជួយគ្រប់គ្រងហើយអ្នកនឹងអាចសម្រេចសមិទ្ធផលដ៏អស្ចារ្យបើអ្នកជាមនុស្សមានសមត្ថភាពមធ្យមដូច្នេះខ្ញុំណែនាំឲ្យអ្នកនៅផ្ទះធ្វើស្រែចម្ការនៅក្នុងពិភពលោកដ៏ច្បុកច្បល់មនុស្សតែងតែប្រើច្បាប់ព្រៃនិងការដោះដូរគ្នាដើម្បីផលប្រយោជន៍មិនអាចគ្រប់គ្រងបានប៉ុន្តែស៊ឺម៉ាហ៊ុយជាមនុស្សដែលរស់នៅឆ្ងាយពីពិភពលោកបែបនេះនៅឆ្នាំ208នៃគ្រិស្តសករាជឆាយបានច្បាំងដណ្ដើមយកក្រុងជីងជើហើយបានអញ្ជើញស៊ឺម៉ាហ៊ុយឲ្យទៅចូលរួមជាមួយគាត់ស៊ឺម៉ាហ៊ុយមិនបានយល់ព្រមទេគាត់គ្រាន់តែចង់រស់នៅដោយភាពស្ងប់ស្ងាត់និងមានជីវភាពធម្មតាដូចជាការអានសៀវភៅធ្វើស្រែចម្ការរើសស្លឹកម្រុំនិងលេងពិណមិនយូរប៉ុន្មានអ្នកប្រាជ្ញដ៏ល្បីល្បាញស៊ឺម៉ាហ៊ុយបានលាចាកលោកទៅយ៉ាងស្ងប់ស្ងាត់នៅឆ្នាំ208នៃគ្រិស្តសករាជបាទសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃហើយក៏សូមអភ័យទោសរាល់កំហុសខុសឆ្គងសង្ឃឹមថាជួបបងប្អូននៅវីដេអូក្រោយទៀត